គណៈបកចំនួនថ្មីជ័យយោគណៈបកចំនួនថ្មីគុំតស៊ូជ័យយោលោកធានវាសវណ្ណរាជ័យយោបាទសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពនិងស្រឡាញ់រាប់អាននៅថ្ងៃនេះផងដែរខ្ញុំបាទសូមបង្ហាញជូននៅវីដេអូសកម្មភាពបងប្អូនថ្នាក់ដឹកនាំគណៈបកចំនួនថ្មីប្រចាំនៅខេត្តស្វាយរៀងបាននឹងកំពុងតែរៀបចំលើកស្លាកគណៈបកនៅជាប់នឹងផ្លូវជាតិដែលមានទីតាំងនោះគឺស្ថិតនៅក្នុងភូមិតាប៉ឃុំតាសួសស្រុកស្វាយជ្រុំខេត្តស្វាយរៀងចម្ងាយពីផ្សារស្វាយជ្រុំចុះមកខាងត្បូងប្រហែលជា2គីឡូដីទេបងប្អូនទីតាំងនេះហើយនេះហើយជាសកម្មភាពបងប្អូនយើងគាត់កំពុងតែសាមគ្គីគ្នាក្នុងការជីកដីដើម្បីរៀបចំលើកស្លាកសូមសរសើរចំពោះការលះបង់របស់បងប្អូនថ្នាក់ដឹកនាំគណៈបកចំនួនថ្មីប្រចាំនៅខេត្តស្វាយរៀងពួកគាត់មានការតស៊ូនិងមានឆន្ទៈមោះមុតនិងខ្ពង់ខ្ពស់ខ្លាំងមែនទែនក្នុងការចូលរួមធ្វើកិច្ចការងារនយោបាយដើម្បីប្រយោជន៍ប្រទេសជាតិនិងប្រជាជនរបស់យើងពួកគាត់មានការលះបង់ខ្លាំងមែនទែនទាំងកម្លាំងកាយកម្លាំងចិត្តលះបង់ទាំងថវិកាផ្ទាល់ខ្លួននេះគឺជាទឹកចិត្តមួយដែលមិនអាចកាត់ថ្លៃបានទេបងប្អូនយើងសូមចូលរួមគាំទ្រនិងជួយលើកទឹកចិត្តទៅដល់ពួកគាត់ទោះជាការចូលរួមដោយផ្ទាល់ឬដោយប្រយោលក្តីបងប្អូនណាកុំភ្លេចចូលរួមជួយលើកទឹកចិត្តទៅដល់ពួកគាត់ព្រោះពួកគាត់គឺជាអ្នកចំនួនថ្មីដែលតាំងចិត្តតាំងកាយបដិញ្ញាចិត្តក្នុងការបម្រើទៅដល់ប្រទេសជាតិនិងប្រជាជនរបស់យើងហើយថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានគណៈបកគឺលោកប្រធានមេឃសវណ្ណរាគឺគាត់សកម្មចុះគ្រប់ខេត្តក្រុងគ្មានពេលទំនេរទេបងប្អូនលោកប្រធានគណៈបកគឺវិលជុំស្វាយរៀងក៏លើកផ្លាកទៅស្វាយរៀងខាងកំពង់ធំលើកស្លាកទៅកំពង់ធំខាងភ្នំពេញមកភ្នំពេញគឺតាមបណ្ដាខេត្តគឺគណៈបកចំនួនថ្មីឥឡូវរីកចម្រើនខ្លាំងមែនទែនហើយនេះជាទឹកចិត្តរបស់មេដឹកនាំដ៏ល្អក្នុងការទទួលកិច្ចការងារបម្រើទៅដល់ប្រទេសជាតិនិងប្រជាជនរបស់យើងសូមបងប្អូនយើងកុំភ្លេចចូលរួមគ្រប់គ្រងនិងបោះឆ្នោតជូនគណៈបកចំនួនថ្មីនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2027ខាងមុខនេះសូមអរគុណច្រើនបងប្អូនបើសិនជាបងប្អូនយើងចង់ចូលរួមធ្វើជាតំណាងនៅតាមបណ្ដាភូមិឃុំស្រុករបស់បងប្អូនសូមបងប្អូនទំនាក់ទំនងមកយើងខ្ញុំនឹងចុះទៅជួបបងប្អូនដើម្បីរៀបចំជូនបងប្អូនយើងឲ្យបានឈរជាតំណាងឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំរបស់បងប្អូនបាទសូមអរគុណច្រើន